Hello，学习中文的朋友们，ខ្ញុំ是 Nat， ខ្ញុំសឡាំ dạ ngàyនេះគឺយើងចង់មក share 3ចំណុចដែលមិនគួរធ្វើ មិនគួរធ្វើ ពេលរៀនភាសាចិនតោះឥឡូវទៅមើលទាំងអស់គ្នាទី1ដែលគួរធ្វើគឺ 每天要练习汉字จะหวังง่ายខ្ញុំទៅសេអក្សរចិនឲ្យបានច្រើន គាត់ទៅសេយ៉ាងហោចណាស់1 លើកទៅ2 លើកក៏ទាំងអស់គ្នាអញ្ចឹងបើសិនជាទាំងអស់គ្នាកំពុងរៀនភាសាចិន yes you can try it out មួយចំណុចដែលទាំងអស់គ្នាអត់គួរធ្វើនៅពេលដែលរៀនភាសាចិននោះគឺនៅពេលដែលយើងហាត់ទៅសេអក្សរកុំគួរណាមើលរំលងប្រភេទអក្សរ basic ដែលនៅក្នុងកម្រិតមូលដ្ឋានឬក៏ពាក្យស្រួលៗដោយសារអីតែបើយើងត្រូវដឹងថាជាទូទៅពាក្យភាសាចិនដែលនៅក្នុងកម្រិតខ្ពស់ឬក៏ពាក្យបាក់គឺវាផ្គុំចេញពីពាក្យផ្សេងៗគ្នាជាពិសេសពាក្យ basic នោះផ្គុំចូលគ្នាទៅវាបានពាក្យថ្មីមួយទៀតអញ្ចឹងកាលណាដែលយើងអាច master ចេះច្បាស់ទៅលើពាក្យ basic មូលដ្ឋានទាំងអស់ហ្នឹងគឺវានឹងធ្វើឲ្យយើងឆាប់ចាប់បានជាមួយនឹងពាក្យដែលនៅក្នុងកម្រិតខ្ពស់ឬក៏ពាក្យបាក់អញ្ចឹងណាហើយចំណុចមួយទៀតដែលខ្ញុំតែងតែសង្កេតតាំងពីខ្ញុំរៀនទី12រហូតដល់ប្រឡង AKSK ឬក៏ប្រឡងអីក៏ដោយភាគច្រើនយកដែលខុសអាណាដែលបាក់ខ្លាំងនេះគឺយើងតែងតែខុសឬក៏ធ្វើប្រហែសទៅលើអាណាដែលវារបៀបថាស្រួលណាអញ្ចឹងហើយដែលខ្ញុំតែងតែលើកទឹកចិត្តថាពេលដែលយើងរៀនយើងកុំមើលរំលងភេទពួកស្រួល detail ទូទាំងទាំងអស់គឺយើងព្យាយាមចេះវាបានច្បាស់ដូចគ្នាដែរព្រោះវានឹងជួយយើងនៅពេលដែលយើងរៀននៅក្នុងកម្រិតខ្ពស់ រឿងទី2ដែលត្រូវធ្វើយើងត្រូវព្យាយាមមើលអីដែលជាភាសាចិនឲ្យបានច្រើនហើយនិយាយមួយអ្នកដែលគាត់បកកាយចិនឬក៏ native Chinese speaker ដូចតែខ្ញុំក៏បកកាយចិនអញ្ចឹង I always talk to her អូខេហើយចំណុចដែលទាំងអស់គ្នាមិនគួរធ្វើទី2នោះគឺកុំអៀននិយាយទៅការរៀនភាសាចិនមិនថារៀនតែភាសាចិនឬក៏រៀនភាសាអីផ្សេងៗទេតែយើងអៀនហើយគឺចប់ហើយអញ្ចឹងគឺយើងកុំអៀនហើយព្យាយាមនិយាយយើងកុំខ្លាចខុសព្រោះដោយសារតែអ្នកដែលគាត់រៀនបកកាយឬក៏អ្នកដែលគាត់និយាយចិនបាន fluent បកកាយផ្សេងៗហ្នឹងគឺគាត់ឆ្លងកាត់ដំណាក់កាលដូចពីយើងដែរទេពីអត់ចេះមកចេះដែរទេពេលដែលយើងនិយាយខុសទៅគឺគេនឹងជួយណែនាំឬក៏ប្រាប់យើងហើយអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃពីម្ដងទៅម្ដងគឺភាសាចិនរបស់យើងនឹង improve ម្ដងទីអញ្ចឹងណាវាល្អជាជាងដែលយើងអត់ហ៊ាននិយាយខ្លាចខុសអញ្ចឹងគឺយើងនៅតែអត់ចេះរហូតអញ្ចឹងចំណុចទី2គឺកុំអៀនសោះតែហ៊ាននិយាយអូខេ ចំណុចទី3ចុងក្រោយ similarly គឺ要有自信对吗对有自信对ចឹងព្យាយាមទោះបីយើងចេះតិចដូចច្រើនយើងព្យាយាមនិយាយដល់ពេលអញ្ចឹងយើងអាចតែខ្លួនឯងព្យាយាមនិយាយទៅហ្នឹងហើយយើងលីឡំគ្នាតិចតួចមកប៉ុន្តែរាល់ថ្ងៃយើងនឹងស៊ាំទៅនឹងភាសាហ្នឹងបានកាន់តែលឿននិយាយទៅពេលដែលមានឱកាសនិយាយគឺយើងព្យាយាមនិយាយហើយដូចមួយគ្រូមួយមិត្តភ័ក្តិឬក៏មួយអ្នកជុំវិញខ្លួនយើងដែលគេប្រើភាសាចិនបានហ្នឹងយើងព្យាយាមនិយាយជាភាសាចិនជាមួយគេទៅដល់ពេលយើងខុសគេប្រាប់យើងហើយថាគាត់អូខេចំណុចចុងក្រោយទី3ដែលអ្នកទាំងអស់គ្នាមិនគួរធ្វើហើយវាជាចំណុចសំខាន់មែនតើដែលខ្ញុំតែងតែនិយាយគឺកុំរៀនឈប់ព្រោះដោយសារនេះគឺជាចំណុចសំខាន់មែនតើកាលណាដែលយើងរៀនឈប់គឺយើងខាត់ទាំងលុយខាត់ទាំងពេលវេលាឬហើយយើងចំណាយពេល1ឆ្នាំដូចគ្នារៀនចប់ហើយដល់ពេលត្រូវទៅរៀនម្ដងទៀតរៀនឈប់ត្រូវទៅ start over ពីមូលដ្ឋានគ្រឹះម្ដងទៀតអញ្ចឹងដល់ពេលយើងចំណាយ1ឆ្នាំ2ឆ្នាំហើយនៅតែកន្លែងដដែលយើង invest ទាំងលុយ invest ទាំង money already អញ្ចឹងជាការលើកទឹកចិត្តមែនតើព្រោះខ្ញុំយល់ថាពេលខ្លះយើងពិតជារវល់ពិបាកមែនតើអញ្ចឹងណាប៉ុន្តែ try ថាបើសិនជាយើងសម្រាប់ចិត្តថាយើងចូលរៀនយើងចង់ចេះភាសាហ្នឹងហើយគឺធ្វើមិន make commitment ឲ្យរៀនវារហូតទោះបីជាពេលខ្លះយើងរវល់មិនបានរៀនច្រើនទឹកនៅរៀននៅថ្នាក់នៅសាលារៀនឬក៏រៀនខ្លួនឯងទេយើងអាចប្រើវិធីសាស្ត្រផ្សេងដើម្បីយកភាសាហ្នឹងមកភ្ជាប់ជាមួយយើងណាដូចជាការស្ដាប់វីដេអូមើល movie ឬក៏អីដែលទាក់ទងជាមួយនឹងភាសាហ្នឹងឲ្យវានៅជាប់ខ្លួនយើងអញ្ចឹងទោះបីជាម្លងពេលដែលយើងបានរៀនហ្នឹងក៏យើងអត់ភ្លេចភាសាហ្នឹងទៅឆឹងហ្មងដែរអញ្ចឹងអានេះគឺជា3ចំណុចដែលអ្នកទាំងអស់គ្នាគួរធ្វើនិងមិនគួរធ្វើយើងមានតែប៉ុណ្្នឹងឯងហើយយើងជួបគ្នាក្នុងវីដេអូក្រោយទៀត努លី学习中文吧拜拜